เตรียมคลุ่นกระทรวงมันต่อภาพในเนี่ยพอวิดีโอหรือ Facebook និង YouTube ដែលគ្មានច្បាប់អនុញ្ញាតបាទខ្លឹមសារនៃអត្ថបទមានដូចតទៅបច្ចុប្បន្ននេះយើងសង្កេតឃើញថាការផលិតខ្សែភាពយន្តនិងការផលិតវីដេអូផ្សេងៗដើម្បីធ្វើអាជីវកម្មលើបណ្ដាញសង្គម Facebook និង YouTube ជាដើមមានចំនួនកើនឡើងយ៉ាងច្រើនពីមួយថ្ងៃទៅមួយថ្ងៃទន្ទឹមនឹងភាពរីកចម្រើននេះផងដែរដើម្បីការពារកុំឲ្យជនខិលខូចមួយចំនួនលួចផលិតវីដេអូនិងលួចចម្លងស្នាដៃភាពយន្តអ្នកដទៃយកទៅបង្ហោះធ្វើអាជីវកម្មខុសច្បាប់ដោយគ្មានការអនុញ្ញាតពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈក្រសួងនៅតែបន្តផាកពិន័យនិងផ្ដន្ទាទោសអ្នកផុសវីដេអូលើ Facebook និង YouTube ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅតែបន្តចាត់វិធានការលើអ្នកបង្ហោះខ្សែភាពយន្តវីដេអូនិងចម្រៀងខារ៉ាអូខេនៅលើ YouTube និង Facebook របស់ខ្លួនដោយគ្មានការអនុញ្ញាតពីផលិតករនិងមិនមានទិដ្ឋាការពីក្រសួងក៏បានអះអាងថាវីដេអូទាំងនោះអាចប៉ះពាល់ដល់កុមារនិងវប្បធម៌ព្រមទាំងរំលោភបំពានដល់អត្ថប្រយោជន៍របស់ម្ចាស់ផលិតកម្មដើមថែមទៀតផងដើម្បីឲ្យសមស្របទៅតាមគោលការណ៍ច្បាប់មានសុវត្ថិភាពនិងភាពត្រឹមត្រូវគ្រប់គ្រាន់គ្រប់ស្នាដៃវីដេអូទាំងអស់ត្រូវតែឆ្លងកាត់ការអនុញ្ញាតពីក្រសួងជាមុនសិនមុននឹងយកទៅផុសធ្វើអាជីវកម្មបើយោងតាមលិខិតរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈចុះថ្ងៃទី28មេសាឆ្នាំ2017បានចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានបញ្ជាក់ថាអ្នកដែលបង្ហោះខ្សែភាពយន្តវីដេអូនិងចម្រៀងខារ៉ាអូខេនៅលើ YouTube និង Facebook របស់ខ្លួនដោយគ្មានការអនុញ្ញាតពីផលិតករដោយគ្មានទិដ្ឋាការពីក្រសួងគឺជាការបំពានសិទ្ធិរបស់ផលិតករសិទ្ធិថតចម្លងនិងសិទ្ធិពាក់ព័ន្ធនឹងអនុក្រឹត្យស្ដីពីការគ្រប់គ្រងខ្សែភាពយន្តបាទដូច្នេះហើយរាល់អ្នកផលិតវីដេអូនិងអ្នកដែលយកវីដេអូគេទៅផុសដើម្បីធ្វើអាជីវកម្មលើ Facebook និង YouTube ទាំងអស់ត្រូវតែគោរពតាមគោលការណ៍ច្បាប់ដែលក្រសួងបានណែនាំប្រសិនបើបុគ្គលណាហ៊ានបំពានច្បាប់នោះបុគ្គលនោះត្រូវតែក្រសួងផាកពិន័យឬផ្ដន្ទាទោសទៅតាមច្បាប់បាទអត្ថបទនេះដែរគឺដកស្រង់ចេញពីសារព័ត៌មានឬក៏ website Business Cambodia បាទសូមអរគុណប្រិយមិត្តដែលបានតាមដានស្ដាប់រាល់ការអានព័ត៌មានរបស់ក្រុមការងារខ្មែរប្រែមបើសិនជាលោកអ្នកចូលចិត្តសូមជួយ Subscribe ដើម្បីលើកជាកម្លាំងចិត្តបាទសូមអរគុណសូមជម្រាបលា